គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទីគ្រប់ថ្លៃបងប្អូនមួយយ៉ាងនេះខ្ញុំដើរទិញឡានតាមខេត្តទិញច្រើនបងប្អូនសឹងតាម24ខេត្តក្រុងហើយទៅមើលសឹងតែគ្រប់ខេត្តដែរបងប្អូនដើរឡើងទូសាច់ហើយក៏ទិញបានច្រើនហើយការខកជើងក៏ច្រើនដែរបងប្អូនហើយអ្វីដែលខ្ញុំចង់និយាយគេនេះបងប្អូនដែលទិញឡានតាមខេត្តហ្នឹងខ្ញុំឃើញថាទិញខុសច្រើនបងប្អូនទិញខុសច្រើនអញ្ចឹងខ្ញុំចង់លើករឿងហ្នឹងមកនិយាយចែកជូនបងប្អូនដើម្បីជាបទពិសោធន៍បងប្អូនណាបងប្អូនដែលទិញឡានតាមខេត្តទិញឡានទៅប្រើស្ទើរពាក្យច្រើនវាមានហេតុផលពីរដែលខ្ញុំនឹកឃើញយកមកចែករំលែកបងប្អូនទី1គាត់មកទិញដើរទិញខ្លួនឯងបងប្អូនមកពីខេត្តមកដើរមើលតាមឃ្លាំងខ្លួនឯងដល់ពេលទៅចំឃ្លាំងណាគេល្អទៅគេលក់ឡានស្អាតឲ្យទៅតែបើចំឃ្លាំងដែលគេមិនត្រង់គេមិនល្អគេរុញដាក់ស្ទើរទៅអញ្ចឹងណាបងប្អូនទី1អាហ្នឹងហើយចំណុចមួយទៀតបងប្អូនទុកចិត្តអ្នកស៊ីឆុងបងប្អូនពឹងពាក់ឲ្យមិត្តភ័ក្តិឬមួយក៏អ្នកស្គាល់គ្នារកឲ្យអញ្ចឹងណាបងប្អូនពឹងពាក់ចំមនុស្សល្អអត់អីទេតែបងប្អូនពឹងពាក់ចំមនុស្សមិនត្រង់មនុស្សឆ្លៀតឱកាសអញ្ចឹងគេរុញដាក់បងប្អូនដាក់ឡានស្ទើរធូគេកងយកតម្លៃចំណេញច្រើនណាបងប្អូនឧទាហរណ៍ថាឡានម្ចាស់ឃ្លាំងគេលក់3ដណ្ដប់អីចឹងទៅហើយមនុស្សដែលបងប្អូនពឹងពាក់ហ្នឹងគេទៅដាក់ឲ្យបងប្អូន5ដណ្ដប់អញ្ចឹងទៅតម្លៃស្មើឡានស្អាតហ្នឹងទៅអញ្ចឹងរឿងពីរចំណុចហ្នឹងដែលបងប្អូនគួរប្រយ័ត្នដែលខ្ញុំលើកមកចែករំលែកបងប្អូនថ្ងៃនេះដោយសារខ្ញុំទៅភ្នែកពេកបងប្អូនខ្ញុំទៅជួបឡានស្ទើរច្រើនបងប្អូនខ្លះបុកតិចអស់ហើយខ្លះក៏បដូរពណ៌ខ្លះចេះបាតអញ្ចឹងបងប្អូនណាអញ្ចឹងរឿងហ្នឹងមានតែប៉ុណ្្នឹងទេដែលឡែកមករឿងខ្ញុំវិញខ្ញុំនៅទទួលទិញឡាន25ខែក្រុងដែរអូខ្ញុំសូមបន្តទៀតបងប្អូនណាបើបងប្អូនអត់ដឹងពឹងពាក់ពីណាបងប្អូនអត់ដឹងថាពឹងពាក់នៅណាចង់ទិញឡានអីប្រើបងប្អូនឆាតមកខ្ញុំទេមកខ្ញុំបងប្អូនខ្ញុំអត់គិតលុយអត់មានគិតថ្លៃសេវាអីទេខ្ញុំតនេបងប្អូនឆាតតាម Telegram ឬមួយខលតាមលេខមកខ្ញុំតនេខ្ញុំនឹងប្រាប់បងប្អូនចង់សួរពីអីបងប្អូនចង់ដឹងពីអីបងប្អូនឆាតមកឲ្យតាមតនេខ្លាចខ្ញុំមិនតនេទេអញ្ចឹងណាបងប្អូនដល់ឥឡូវត្រឡប់មករឿងខ្ញុំវិញខ្ញុំនៅទទួលទិញឡាន25ខេត្តក្រុងបងប្អូនត្រូវការចង់លក់ដូរសេរីអីបងប្អូនអាចឆាតមកកាន់ page យើងខ្ញុំបានយើងខ្ញុំទទួលទិញ25ខេត្តក្រុងបងប្អូនណាយើងឆាតរូបមកនិយាយតម្លៃគ្នាត្រូវខ្ញុំឡើងទៅមើលផ្ទាល់ដល់ទីតាំងបងប្អូនតែម្ដងអរគុណបែបនេះពុកម៉ែបងប្អូនអរគ្នា